ថ្ងៃនេះខ្ញុំបាទសូមសិក្សារៀននៅព្រះធម៌នមស្ការព្រះរតនត្រ័យពុទ្ធគុណទាំង10ព្រះនាមអញ្ចឹងក្នុងវីដេអូនេះខ្ញុំប្រកាសណាសូមអភ័យទោសប្រសិនបើជាខ្ញុំប្រកាសណាមានការរៀនសូត្រអាននៅមានការខុសឆ្គងចឹងឥឡូវខ្ញុំប្រកាសណាខ្ញុំបាទសូមចាប់ផ្ដើមអានរៀនសូត្រនៅព្រះធម៌នៅពុទ្ធគុណទាំង10ព្រះនាមនេះដូចតទៅអ៊ិតិបិសោភគវេអរហង្សម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោសុគតោលោកវិទូអនុត្តរោបរិសិទ្ធមសារថិសត្ថាទេវមនុស្សានំពុទ្ធោភគវេតប្រែថាអ៊ិតិបិសោភគវេអរហង្គព្រះដ៏មានព្រះភាអង្គនោះទ្រង់ព្រះនាមថាអរហង្គព្រោះព្រះអង្គឆ្ងាយចាកសត្រូវពលគឺកិលេសព្រមទាំងវាសនាគឺកាយបយោគនិងវចីបយោគសម្មាសម្ពុទ្ធោទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយវិជ្ជាចរណៈសម្បណ្ណោទ្រង់ព្រះនាមថាវិជ្ជាចរណៈសម្បណ្ណោព្រោះព្រះអង្គបរិបូរណ៍ដោយវិជ្ជា3និងវិជ្ជា8និងចរណៈ15សុគតោទ្រង់ព្រះនាមថាសុគតោព្រោះព្រះអង្គមានដំណើរល្អយាងទៅកាន់សុន្ទរស្ថានគឺអមតមហានិព្វានលោកវិទូទ្រង់ព្រះនាមថាលោកវិទូព្រោះព្រះអង្គត្រៀបច្បាស់នៅត្រៃលោកអនុត្តរោទ្រង់ព្រះនាមថាអនុត្តរោព្រោះព្រះអង្គប្រសើរដោយសីលាទិគុណរកបុគ្គលណាមួយស្មើគ្មានបរិសិទ្ធមសារថៈទ្រង់ព្រះនាមថាបរិសិទ្ធមសារថៈព្រោះព្រះអង្គជាអ្នកទូលមាននៅបរោះដែលមានឧបនិស្ស័យគួរនឹងទូលមានបានសត្ថាទេវមនុស្សានឹងទ្រង់ព្រះនាមថាសត្ថាទេវមនុស្សានឹងព្រោះព្រះអង្គជា